បើតាមសេចក្តីរាយការណ៍របស់ Channel New Asia បានឲ្យដឹងថាលោកប្រធានាធិបតី Donald Trump របស់សហរដ្ឋអាមេរិកបានផ្ញើលិខិតមួយទៅនាយករដ្ឋមន្ត្រីថៃដោយបានបញ្ជាក់ថាលោកចង់ឃើញប្រទេសថៃហើយនិងប្រទេសកម្ពុជាដោះស្រាយភាពតានតឹងតាមព្រំដែនដែលកំពុងតែមានរវាងប្រទេសទាំងពីរហើយអ្នកដែលបញ្ជាក់ថាមានវត្តមានលិខិតនេះពិតប្រាកដមែននោះគឺលោកអនុทิនច័ន្ទវីរកុលដែលជានាយករដ្ឋមន្ត្រីថៃខ្លួនឯងតែម្ដងបញ្ជាក់ថាពិតជាបានទទួលលិខិតនេះមែនកាលពីថ្ងៃប្រហ័សបាទគឺលោកបានបញ្ជាក់នៅថ្ងៃប្រហ័សអត្ថាធិប្បាយរបស់លោកអនុทิននេះគឺកើតមានឡើងគឺតែមួយថ្ងៃប៉ុណ្ណោះក្រោយពីនាយករដ្ឋមន្ត្រីថៃរូបនេះហាក់ដូចជាបានច្រានចោលនៅទូនីតិរបស់លោកប្រធានាធិបតី Donald Trump ក្នុងការដែលឲ្យមានទូនីតិក្នុងការចរចាពាក់ព័ន្ធនឹងការដោះស្រាយចំនួនព្រំដែនរវាងប្រទេសទាំងពីរដែលដំបូងឡើយគឺគ្រាន់តែជាសេចក្តីរាយការណ៍សារព័ត៌មាននៅខាងសហរដ្ឋអាមេរិកគឺ Politico ផ្សាយមុនគេហើយសារព័ត៌មាននៅក្នុងប្រទេសថៃក៏បានយកផ្សាយបន្តនិងសារព័ត៌មានជាច្រើនទៀតនៅថ្ងៃម្សិលមិញដែលនៅពេលព្រឹកនៅក្នុងប្រទេសកម្ពុជាផ្សាយបន្តខ្លាំងតែម្ដងយ៉ាងច្រើនថែមទាំងអត្ថបទខ្លះដាក់ចំណងជើងថាលោកអនុทิននោះគឺច្រានចោលឬក៏គេចវេះឬក៏យ៉ាងណានៅការស្នើសុំសម្របសម្រួលរបស់លោកប្រធានាធិបតី Donald Trump នៅថ្ងៃនេះលោកអនុทิនទទួលស្គាល់ថាលោកតាមបានផ្ញើលិខិតទៅបាទតែយើងមិនដឹងថាតើផ្ញើក្រោយពីលោកអនុทิនបាននិយាយហើយឬក៏យ៉ាងណាទេណាខ្ញុំសូមបញ្ជាក់ជូនប្រិមិត្តឲ្យច្បាស់យ៉ាងនេះប៉ុន្តែបើតាមការបញ្ជាក់របស់គាត់នេះគឺបានន័យថាលិខិតនេះអាចនឹងផ្ញើក្រោយពីលោកអនុทิនបាននិយាយហើយដោយជាការប្រតិកម្មទៅនឹងសារព័ត៌មាននានានៅក្នុងសម្រងសម្ដីដើមរបស់លោកអនុทิនលោកបាននិយាយថាលោកប្រធានាធិបតី Donald Trump បានផ្ញើលិខិតមកខ្ញុំផ្ទាល់ដែលបានសម្ដែងនៅចេតនារបស់លោកចង់ឃើញប្រទេសទាំងពីរគឺកម្ពុជានិងថៃចរចាគ្នាស្វែងរកដំណោះស្រាយចំពោះចំនួនរបស់យើងនេះបើតាមការដែលលោកអនុทิនបានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងបាងកកនៅថ្ងៃប្រហ័សនេះលោកអនុทิនបានបន្ថែមថាខ្ញុំនឹងឆ្លើយតបទៅលោកប្រធានាធិបតីវិញអំពីជំហររបស់យើងប្រសិនបើកម្ពុជាធ្វើតាមលក្ខខណ្ឌមួយចំនួននោះថៃគឺនឹងត្រៀមខ្លួនជាស្រេចដើម្បីអនុវត្តតាមលោកអនុทิនបាននិយាយថាថៃគឺត្រៀមខ្លួនជាស្រេចហើយនៅក្នុងការចរចាជាមួយនឹងកម្ពុជាប្រសិនបើកម្ពុជាដកអាវុធធុនធ្ងន់ចេញពីតំបន់ជាប់ព្រំដែនដោះមីនក៏ដូចជាបង្ក្រាបជនឆបោកតាមអនឡាញនិងជំលះប្រជាពលរដ្ឋរបស់ខ្លួនចេញពីទឹកដីថៃដែលថៃចាត់ទុកថាជាទឹកដីរបស់ផ្ទាល់ខ្លួនដោយឡែកកម្ពុជាវិញបាននិយាយហើយនិយាយទៀតម្ដងហើយម្ដងទៀតថាពលរដ្ឋរបស់ខ្លួនគឺរស់នៅក្នុងតំបន់ចំនួននោះជាច្រើនទសវត្សរ៍មកហើយកាលពីថ្ងៃពុធនៅពេលដែលអ្នកសារព័ត៌មានសួរថាតើកម្ពុជាដែលបានតែងតាំងលោក Donald Trump ឲ្យទទួលរង្វាន់ Nobel សន្តិភាពនោះច្បាស់ជាលោក Trump គ្រប់គ្រងទីក្រុងភ្នំពេញខ្លាំងជាងនោះលោកអនុทิនបានប្រាប់អ្នកសារព័ត៌មានថាខ្ញុំមិនខ្វល់ទេខ្ញុំខ្វល់តែផលប្រយោជន៍របស់ថៃតែប៉ុណ្ណោះហើយនឹងសុវត្ថិភាពរបស់ប្រជាជនថៃនិងអធិបតេយ្យភាពរបស់ថៃហើយប្រសិនបើអ្នកណាឈ្នះរង្វាន់អីក៏ឈ្នះទៅគឺល្អសម្រាប់ពួកគេនឹងហើយក៏ប៉ុន្តែវាមិនពាក់ព័ន្ធអ្វីនឹងអ្វីដែលប្រទេសថៃនឹងត្រូវធ្វើនោះទេក្នុងពេលដែលប្រទេសថៃហើយនឹងប្រទេសកម្ពុជាមានព្រំដែនរួមគ្នានោះលោកអនុทิនបាននិយាយថាអ្នកសម្របសម្រួលនេះគឺនៅទ្វីបផ្សេងឯណោះ